ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនយ៉ាងបន្តទៀតយើងមកគូផ្លែឪឡឹកអញ្ចឹងមុនដំបូងយើងចាប់ផ្ដើមគូបន្តត្រង់មួយសិនតបមកយើងចាប់ផ្ដើមគូទម្រង់ខាងក្រៅបន្ទាប់ពីយើងគូទម្រង់ខាងក្រៅរួចយើងចាប់ផ្ដើមផាត់ស្រមោលអញ្ចឹងយើងផាត់នៅលើផ្ទៃលាតជាមុនសិនយើងមិនបាច់តន់លម្អិតមិនបាច់តន់គូក្របគូអីទាំងអស់ហើយជ្រុងខាងក្រោយនិងខាងមុខនេះយើងត្រូវផាត់ត្រេតផ្សេងគ្នាដើម្បីបែងចែកជ្រុងនឹងឲ្យដាច់ចេញពីគ្នាដល់ពេលផាត់រួចយើងប្រើกระดาษជូតស្រមោលតិចតិចសិនមិនបាច់សង្កត់ខ្លាំងពេកជូតស្រាលស្រាលក៏បានដែរដល់ពេលយើងជូតស្រមោលរួចយើងចាប់ផ្ដើមលម្អិតទម្រង់ខាងក្នុងអញ្ចឹងនៅលើផ្លែឪឡឹកហ្នឹងវាមានទម្រង់មានសរសៃហើយនឹងមានកន្លែងល្ងិតកន្លែងភ្លឺអញ្ចឹងយើងចាប់ផ្ដើមផាត់ទម្រង់ល្ងិតហើយចែកវាចេញពីគ្នាទៅកន្លែងណាមានសរសៃកន្លែងណាភ្លឺកន្លែងណាស្រមោលល្ងិតយើងចាប់ផ្ដើមលម្អិតវាបន្ទាប់មកយើងចាប់ផ្ដើមដកពន្លឺកន្លែងណាភ្លឺមានឆ្នូតភ្លឺមានអីហ្នឹងយើងចាប់ផ្ដើមដកវាអញ្ចឹងយើងចាប់ផ្ដើមលម្អិតវាទៅយើងមើលកន្លែងណាភ្លឺយើងមើលមួយតាមទម្រង់សរសៃរបស់វាហ្នឹងដោយសារផ្លែឪឡឹកវាអត់ម៉ត់ទេវាក្រើមហើយវាមានសរសៃច្រើនអញ្ចឹងវាមានឆ្នូតច្រើនបន្ទាប់ពីយើងដករួចយើងចាប់ផ្ដើមប្រើខ្មៅដៃប្រភេទបដោទួចហ្នឹងដើម្បីគូជាសរសៃឪឡឹកហ្នឹងហើយកន្លែងណាពណ៌ដិតយើងចាប់ផ្ដើមលម្អិតវាទៅបន្តមកទៀតយើងចាប់ផ្ដើមគូគ្រាប់ឪឡឹក
ហើយនៅលើក្របអាឡឹកហ្នឹងវាមានពន្លឺយើងមើលទៅវាមានចំណាំងផ្លាតអញ្ចឹងយើងត្រូវទុកពន្លឺនឹងយើងបាច់ចាំគូពេញទាំងអស់ទេពន្លឺហ្នឹងយើងអាចទុកឲ្យហើយដោយសារក្របអាឡឹកហ្នឹងវាមានពណ៌ខ្មៅអញ្ចឹងការដែលយើងដកពន្លឺតាមក្រោយគឺវាអត់ងាយជ្រះទេអញ្ចឹងយើងទុកចន្លោះពន្លឺនឹងឲ្យហើយសិនហើយបើសិនជាជ្រុលអីយើងចាំដកតាមក្រោយថែមទៀតហើយមើលកន្លែងណារាងខ្មៅជ្រុលអីយើងប្រើដីដកវាតិចតិចមកដើម្បីឲ្យពណ៌វាមើលទៅស៊ីគ្នាហើយកន្លែងជ្រុងនេះយើងចាប់ដើមសង្កត់វាតិចតិចមកដើម្បីឲ្យជ្រុងទាំងពីរហ្នឹងវាដាច់ចេញពីគ្នាអញ្ចឹងសបកអាឡឹកខាងក្រោមនេះពណ៌វាដិតយើងបន្ថែមពណ៌វាឲ្យដិតទៅអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះបើសិនជាបងប្អូនមានចម្ងល់ឬមិនយល់កន្លែងណាមួយបងប្អូនអាចខមមិននៅខាងក្រោមវីដេអូបានជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ